มันមានតែប្រទេសកម្ពុជាទេដែលកំពុងតែធ្វើពីឲ្យការឈប់ប្រើប្រាស់ផលិតផលរបស់អ្នកជិតខាងយើងក៏ប៉ុន្តែប្រទេសជាច្រើននៅមជ្ឈមបូព៌ារួមទាំងប្រទេសនៅប៉ែកអឺរ៉ុបប្រទេសធំៗតែម្ដងគឺកំពុងតែធ្វើពីឲ្យការនឹងចូលរួមគ្នាក្នុងការពីឲ្យការឈប់ប្រើប្រាស់ផលិតផលមួយចំនួនពីប្រទេសនៅក្បែរខ្លួនឯងដែរអញ្ចឹងអ្នកនាងចង់ដឹងអត់ថាហេតុអីតើគេកំពុងតែចំនួនរឿងសង្គ្រាមអីដូចយើងដែរឬមួយក៏ដោយមានហេតុផលអីផ្សេងជុំវិញការធ្វើពីឲ្យការមិនប្រើប្រាស់ផលិតផលរបស់ប្រទេសផ្សេងៗហ្នឹងគឺមានហេតុផលផ្សេងៗគ្នាទាំងអស់អញ្ចឹងខ្ញុំនឹងលើកយកពីប្រទេសឥណ្ឌាមុនគេហើយខ្ញុំជឿថាប្រជាពលរដ្ឋខ្មែរណាក៏ស្គាល់ប្រទេសឥណ្ឌាដែរប្រជាពលរដ្ឋឥណ្ឌាចូលរួមយុទ្ធនាការធ្វើពីឲ្យការអត់ប្រើប្រាស់ផលិតផល Turkey ប្រទេសទូគីចាប់ពីខែឧសភាឆ្នាំ2025ចន្លោះខែដែលប្រទេសកម្ពុជានិងប្រទេសថៃកំពុងតែមានបញ្ហាចំនួនព្រំដែនដែរហ្នឹងគឺនៅក្នុងចន្លោះគ្នានឹងតែម្ដងនៅចន្លោះខែឧសភាគឺគេឈប់ប្រើប្រាស់ឈប់លក់ឈប់ទិញផលិតផលរបស់ Turkey ដោយទី1ចាប់ផ្ដើមពីអ្នកប្រើគឺជាប្រជាពលរដ្ឋដែលធ្លាប់ទិញគឺប្រកាសថាខ្លួនឯងចូលរួមយុទ្ធនាការហើយឈប់ទិញផលិតផលរបស់ Turkey ហើយយុទ្ធនាការទី2គឺជាអាជីវករលក់រាយអញ្ចឹងអាជីវករលក់រាយនៅប្រទេសឥណ្ឌាគឺគេចូលរួមពីឯកការច្រើនខ្លាំងមែនទែនសឹងទៅទូទាំងប្រទេសតែម្ដងឈប់ទិញផលិតផលរបស់ប្រទេស Turkey យកមកលក់យុទ្ធនាការពហិការទី3គឺវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកសំខាន់ៗដូចជា Flipkart, Myntra, Reliance AGO ជាដើមគឺ website លក់ទំនិញអេឡិចត្រូនិកធំៗទាំងប្រមាណហ្នឹងបានដកចេញនៅការដាក់លក់ផលិតផល Turkey ហ្មងផលិតផលដែលនៅមានគឺគេដាក់ចំនួនកំណត់ច្បាស់លាស់ហ្មងដករហូតដល់អស់តំណែងនឹងគឺគេឈប់លក់ហើយមានការពិហការឈប់នាំចូលតំណែងហ្នឹងហើយក៏ឈប់បង្ហោះនៅតំណែងដែលផលិតនៅប្រទេស Turkey ឬក៏ជាតំណែងដើមរបស់ Turkey តែម្ដងគឺឈប់លក់តែម្ដងហើយផលិតផលដែលគេចាប់ផ្ដើមមុនគេនោះគឺជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃរបស់ញ៉ាំដូចជាសូកូឡារួមជាមួយនឹងសម្លៀកបំពាក់និងគ្រឿងសម្អាងផងដែរហេតុផលប្រទេស Turkey អត់មានបញ្ហាចំនួនដែលផ្ទាល់ជាមួយនឹងប្រទេសឥណ្ឌាទេក៏ប៉ុន្តែប្រទេសឥណ្ឌាកំពុងតែមានចំនួនព្រំដែនជាមួយនឹងប៉ាគីស្ថានហើយប្រទេស Turkey បានធ្វើការគ្រប់គ្រងប៉ាគីស្ថានដោយការផ្ដល់ជំនួយជាសព្វវុធដូច្នេះហើយប្រទេសឥណ្ឌាធ្វើការបដិវត្តមិនប្រើប្រាស់ផលិតផលរបស់ Turkey តែម្ដងទី2គឺជាគំនិតផ្ដួចផ្ដើមពហិការដ៏ល្បីល្បាញរបស់ពិភពលោកដែលជាគំនិតផ្ដួចផ្ដើមរបស់អ្នកសិល្បៈតារាចម្រៀងតារាសម្ដែងស្ទូឌីយោថតសម្លេងអីផ្សេងៗហ្នឹងជាង400សិល្បករមកពីស្ទើរតែគ្រប់ប្រទេសទូទាំងពិភពលោកគឺគេចូលរួមធ្វើពហិការវប្បធម៌អន្តរជាតិដែលចាប់ផ្ដើមនៅខែកញ្ញាឆ្នាំ2025នឹងតែម្ដងគឺដើម្បីប្រឆាំងទៅនឹងសកម្មភាពយោធាអ៊ីស្រាអែលនៅតំបន់កាហ្សានិងសកម្មភាពសម្លាប់រង្គាលទៅលើប្រជាពលរដ្ឋប៉ាឡេស្ទីនសកម្មភាពដែលគេធ្វើពហិការនេះគឺគេធ្វើពហិការតាមរយៈការប្រើប្រាស់សម្លេងគឺអំពាវនាវដើម្បីបញ្ឈប់សកម្មភាពនិងបញ្ឈប់សង្គ្រាមទៅលើប៉ាឡេស្ទីននឹងឯងអញ្ចឹងកន្លែងនេះខ្ញុំចង់និយាយថាយើងមិនបាច់តនិយាយទៅដល់ថាអ្នកណាជាអ្នកចាប់ផ្ដើមសង្គ្រាមមុនតើប៉ាឡេស្ទីនឬមួយក៏អ៊ីស្រាអែលជាអ្នកចាប់ផ្ដើមឲ្យកើតរឿងនឹងមុនតើអ៊ីស្រាអែលសងសឹកឬមួយក៏ប៉ាឡេស្ទីននឹងជាអ្នករងគ្រោះយើងអត់និយាយទៅដល់ចំណុចនេះទេខ្ញុំនិយាយតែរឿងពហិការតែប៉ុណ្ណោះកុំថាឡើយតែកម្ពុជាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃសូម្បីតែប្រទេសធំៗនៅលើពិភពលោកឥឡូវនេះកំពុងតែធ្វើពហិការមិនប្រើប្រាស់ផលិតផលអាមេរិកប្លែកអត់បងប្អូនផលិតផលអាមេរិកអ្នកណាគេក៏ចង់ប្រើប្រាស់ដែរគឺជាផលិតផលដែលផលិតនៅក្នុងប្រទេសដែលគួរឲ្យទុកចិត្តបានហើយជឿថាជាផលិតផលល្អហេតុអីបានជាមានប្រទេសដែលធ្វើពហិការអត់ប្រើប្រាស់ផលិតផលអាមេរិកទៅវិញដូចយើងបានដឹងហើយថាសហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចហើយគឺជាប្រទេសមួយដែលពិភពលោកគឺមានការកោតខ្លាចចំពោះសហរដ្ឋអាមេរិកតែម្ដងតែហេតុអីបានជាមានប្រទេសខ្លះដែលរួមគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលអាមេរិកនៅក្នុងដើមឆ្នាំ2025នេះប្រទេសជាច្រើនរួមទាំងកាណាដានិងប្រទេសជាច្រើននៅប៉ែកអឺរ៉ុបព្រមទាំង BRICS បាននាំគ្នាធ្វើពហិការប្រឆាំងទៅនឹងទំនិញនិងសេវាកម្មរបស់សហរដ្ឋអាមេរិកលោក Donald Trump ដែលគាត់បានដំឡើងពន្ធទៅលើផលិតផលរបស់ប្រទេសជាច្រើននៅលើពិភពលោកដែលចង់នាំចូលផលិតផលចូលទៅក្នុងសហរដ្ឋអាមេរិកគឺគាត់នឹងដំឡើងពន្ធឲ្យកប់រហូតដល់រាប់រយភាគរយតែម្ដងពីព្រោះតែប្រទេសនៅប៉ែកអឺរ៉ុបនិង BRICS ទាំងឡាយនោះបានដាក់ការសង្ស័យមួយទៅលើរដ្ឋាភិបាលរបស់លោក Donald Trump ដែលឃើញគាត់មានទំនាក់ទំនងជាមួយនឹង Elon Musk បន្ទាប់មកទៀតក៏ចេញទិន្នន័យថាប្រទេសណាមានពន្ធប្រមាណនាំចូលអាមេរិកហើយនាំចេញទៅវិញនឹងយកពន្ធប្រមាណនាំក្នុងចំនួនប៉ុណ្ណាតម្លៃប៉ុណ្ណាដូច្នេះហើយគេមានការសង្ស័យថាទិន្នន័យដែលបានពីប្រទេសគេនីមួយៗមិនមែនតែប៉ុណ្ណឹងប៉ុន្តែគេដាក់ការសង្ស័យថារដ្ឋាភិបាលរបស់លោក Donald Trump សហការជាមួយនឹង Elon Musk គឺលួចយកទិន្នន័យតខ្លួនរបស់ប្រទេសគេនីមួយៗអញ្ចឹងគេចាប់ផ្ដើមធ្វើការពហិការមិនប្រើប្រាស់ផលិតផលអាមេរិកយើងឃើញតែធម្មតាយើងឃើញតែព័ត៌មានថាលោក Donald Trump មានការឡើងដំឡើងពន្ធពីប្រទេសផ្សេងៗដោយហេតុផលមានហេតុផលសមរម្យចឹងតែយើងអត់បានចាប់អារម្មណ៍ទេថានៅជ្រុងមួយទៀតប្រទេសផ្សេងៗក៏កំពុងតែធ្វើពហិការទៅលើផលិតផលរបស់សហរដ្ឋអាមេរិករបស់គាត់ដែរ
ការត្រៀមធ្វើផែការនៅក្នុងឆ្នាំ2026ដ៏ធំមួយទៀតទៅលើប្រទេសអ៊ីស្រាអែលប្រសិនបើអ៊ីស្រាអែលមិនព្រមដកទ័ពនិងមិនព្រមបញ្ឈប់សង្គ្រាមនៅកាហ្សាទេគឺគេនឹងធ្វើផែការចាប់ពីឆ្នាំ2026ហើយក្នុងនោះគឺមានប្រទេសអេស្ប៉ាញហូឡង់និងអ៊ីរ៉ង់ធ្វើផែការម្ដង3ប្រទេសតែម្ដងទៅលើអ៊ីស្រាអែលហើយសរុបជារួមការធ្វើផែការទាំងប្រមាណនេះគឺកើតឡើងមិនមែនដោយសារតែសង្គ្រាមដោយផ្ទាល់រវាងប្រទេសមួយទៅនឹងប្រទេសមួយទេដូចជាឧទាហរណ៍ថាកម្ពុជាធ្វើផែការមិនប្រើប្រាស់ផលិតផលថៃដោយសារតែប្រទេសថៃចូលមកឈ្លានពានកម្ពុជាហើយចោទប្រកាន់ទម្លាក់កំហុសគ្រប់យ៉ាងមកកម្ពុជាមិនព្រមបញ្ចប់សង្គ្រាមអញ្ចឹងកម្ពុជាមានតែវិធីរស់ដោយខ្លួនឯងឈប់ពាក់ព័ន្ធឈប់ពឹងពាក់ទៅលើប្រទេសថៃហើយក៏ចាប់ផ្ដើមធ្វើផែការឈប់ប្រើប្រាស់ផលិតផលរបស់ប្រទេសដែលមានចំនួនដោយផ្ទាល់ក៏ប៉ុន្តែផែការខ្លះរបស់ពិភពលោកគឺធ្វើឡើងដោយសារតែមានប្រទេសដែលទៅគ្រប់គ្រងមានន័យថានៅពេលដែលប្រទេសមួយកំពុងតែមានចំនួនជាមួយប្រទេសមួយតែមានប្រទេសផ្សេងទៀតចូលទៅផ្ដល់ជំនួយជាសព្វវុធក៏ដូចជាផ្ដល់ជាលុយដើម្បីទិញនៅអាវុធអីក៏ត្រូវបានប្រទេសផ្សេងធ្វើផែការទៅលើប្រទេសរបស់ពួកគាត់ដែរនេះជាចំណុចសំខាន់ដែលខ្ញុំតាមដានព័ត៌មានមួយរយៈនេះគឺមើលឃើញព័ត៌មានបរទេសជាច្រើនអ្វីដែលគ្រប់គ្នាអ្វីដែលគ្រប់ប្រទេសនិងប្រជាជនទូទាំងពិភពលោកចង់បានពាក្យមួយម៉ាត់គត់គឺសន្តិភាពដោយសារតែពាក្យថាសន្តិភាពមួយម៉ាត់នេះក៏ធ្វើឲ្យប្រទេសផ្សេងទៀតដែលកំពុងតែរស់នៅធម្មតាហ្នឹងផ្ទុះសង្គ្រាមដែរគឺដោយសារអីដោយសារតែរស់នៅសុកមានគេមកឈ្លានពានខ្លួនឯងរស់នៅដោយសន្តិភាពប៉ុន្តែមានគេចូលមកចង់បានទឹកដីមានគេចូលមកធ្វើបាបពាក់ព័ន្ធទៅនឹងផ្នែកពាណិជ្ជកម្មអញ្ចឹងហើយពួកគេត្រូវតែវាយបកតបត្រឡប់ទៅវិញដើម្បីពាណិជ្ជកម្មដំឡើងពន្ធបន្ថយពន្ធអីផ្សេងទៅឬក៏អ្នកខ្លះអាចមានបង្ករហូតដល់ថ្នាក់កើតសង្គ្រាមដោយដែលកម្ពុជានិងថៃកំពុងតែជួបនឹងឯងក្នុងរយៈពេលដែល Job Inter បានតាមដានព័ត៌មានពាក់ព័ន្ធទៅនឹងរឿងសង្គ្រាមរឿងប្រទេសផ្សេងនៅក្នុងពិភពលោកឃើញថាឥឡូវនេះពិភពលោកសឹងតែគ្រប់ប្រទេសគឺមានចំនួនជាមួយគ្នាទៅវិញទៅមកជាពិសេសគឺប្រទេសដែលនៅជាប់ទល់ដែនគ្នានឹងតែម្ដងរឿងឆ្លោះគ្នាដែលកើតឡើងភាគច្រើនគឺដោយសារតែរឿងបោះបង្គោលព្រំដែនមិនត្រឹមត្រូវទាមទារទឹកដី10គីឡូ20គីឡូដែលនៅជាប់ព្រំដែនហ្នឹងធ្វើឲ្យបង្ករហូតដល់មានការបាត់បង់ជីវិតអត់ឈប់ឈរក្រៅពីរឿងចំនួនពាក់ព័ន្ធទៅនឹងព្រំដែននៅមានចំនួនដែលពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចទាមទារផលចំណេញលើគ្នាទៅវិញទៅមកក្រៅពីនោះនៅមានចំនួនក្នុងប្រទេសរបស់ខ្លួនឯងដូចជាចំនួននយោបាយទៀតផងហេតុអីបានជាចាប់ខំប្រឹងទៅរកព័ត៌មានដែលពាក់ព័ន្ធទៅនឹងការធ្វើពហិការរបស់ប្រទេសនីមួយៗនៅក្នុងឆ្នាំ2025នឹងតែម្ដងនេះខ្ញុំយកតែក្នុងចន្លោះពាក់កណ្ដាលឆ្នាំ2025ហ្នឹងឯណាបើសិនជាខ្ញុំទៅស្រាវជ្រាវតាំងពីឆ្នាំណាមកទៀតប្រហែលជាច្រើនជាងនឹងទៀតតើហេតុអីបានជាខ្ញុំខំប្រឹងយកមកនិយាយប្រាប់បងប្អូនទាំងអស់គ្នាក្នុងនាមជាប្រជាពលរដ្ឋនៅក្នុងប្រទេសមួយយើងមិនអាចលើកប្រជាជនយើងទូទាំងប្រទេសឬក៏លើកទ័ពទូទាំងប្រទេសទៅវាយប្រទេសណាមួយដើម្បីទាមទារយកសន្តិភាពដើម្បីឲ្យគេឈប់ឈ្លានពានយើងបានទេយើងមើលតែឥឡូវហ្នឹងរុស្ស៊ីគឺជាប្រទេសធំទី1 largest country in the world ហ្មងនៅក្នុងប៉ែកអឺរ៉ុបក៏ជាប្រទេសធំទី1ដែរក៏ប៉ុន្តែអ៊ុយក្រែនគឺជាប្រទេសធំទី2របស់ប៉ែកអឺរ៉ុបប្រទេសធំទី1និងប្រទេសធំទី2គ្រាន់តែដោយសាររឿងចង់បានទឹកដីគ្នាទៅវិញទៅមកលើកទ័ពទាំងប្រទេសទៅវាយក៏នៅតែមិនទាន់ចប់ផងឥឡូវហ្នឹងប្រហែលឆ្នាំហើយបងប្អូនតាំងពី2022 23រហូតមកដល់ឥឡូវប្រហែលឆ្នាំហើយគេមានទ័ពពូកែលំដាប់លេខ1លេខ2ផងគេនៅតែមិនអាចបញ្ចប់រឿងនឹងបានដូច្នេះខ្ញុំចង់និយាយថាក្នុងនាមយើងជាប្រទេសមួយប្រជាពលរដ្ឋក្នុងប្រទេសមួយយើងមិនអាចលើកមនុស្សទូទាំងប្រទេសលើកទ័ពទូទាំងប្រទេសទៅវាយប្រទេសណាមួយឲ្យរៀបដូចកទេលដើម្បីបញ្ចប់សង្គ្រាមឬដើម្បីឲ្យគេឈប់ឈ្លានពានយើងនោះទេអ្វីដែលយើងអាចធ្វើបានដូចជាឧទាហរណ៍ដែលខ្ញុំបានលើកមកថាមិនថាប្រទេសណានៅលើលោកនេះអ្វីដែលគេធ្វើដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសដែលបង្កសង្គ្រាមឃ្លានឆ្ងាញ់ផ្អែមស្រឡាញ់ជាមួយនឹងរឿងចង់បានទឹកដីគេហ្នឹងគឺវិធីតែមួយគត់គឺការធ្វើពហិការឈប់ប្រើប្រាស់ផលិតផលរបស់ប្រទេសហ្នឹង ban អីវ៉ាន់ទាំងអស់របស់ប្រទេសហ្នឹងចោលហើយអ្នកដែលចូលរួមពហិការដែលបានជោគជ័យបំផុតរហូតដល់ 85% ហ្នឹងគឺប្រទេសដែលខ្ញុំបាននិយាយខាងលើមិញហ្នឹងណាគេធ្វើពហិការបានជោគជ័យរហូតដល់ 85% ហើយនៅក្នុងរយៈពេលតែប្រហែលខែហ្នឹងទេណាគឺចាប់ផ្ដើមពី3ចំណុចដែលខ្ញុំបាននិយាយនឹងឯងបងប្អូននឹងអាចសួរខ្ញុំថាហេតុអីក៏រដ្ឋាភិបាលនឹងមិនព្រមបញ្ឈប់ការនាំចូលទំនិញនឹងតែម្ដងទៅបិទព្រំដែនចោលតែហ្មងទៅធ្វើព្រំប្រទល់វាយលបងអីហ្មងទៅអញ្ចឹងខ្ញុំគិតថាខ្ញុំអត់បាច់ឆ្លើយច្រើនពេកដល់បងប្អូនទេពីព្រោះអ្វីគ្រប់យ៉ាងវានឹងដើរទៅម្ដងមួយលើកនេះគឺជាចំនួនមួយដ៏ធំរបស់កម្ពុជានិងប្រទេសជាប់ជិតខាងយើងគឺប្រទេសថៃដូច្នេះបើសិនជាយើងទាំងអស់គ្នានៅតែរុញដាក់គ្នាទៀតរដ្ឋាភិបាលធ្វើទៅសហគ្រាសធំធ្វើទៅក្រុមហ៊ុនធំធ្វើទៅផ្សារទំនើបចាប់ផ្ដើមប្រឈប់ទៅបើយើងនៅតែរុញដាក់គ្នាទៀតយើងគ្មានថ្ងៃពហិការបានសម្រេចឡើយអ្នកដែលពហិការបានសម្រេចដំបូងគេបំផុតហើយធ្វើឲ្យភ្លុកទឹកភ្លុកដីបំផុតគឺប្រជាពលរដ្ឋហើយប្រជាពលរដ្ឋគឺជាអ្នកណាគឺខ្ញុំគឺបងប្អូនទាំងអស់គ្នាគឺយើងទាំងអស់គ្នាដែលជាអ្នកទិញនឹងហើយក្រែងយើងនិយាយថាអតិថិជនគឺជាស្ដេចអ្នកទិញគឺជាស្ដេចបើអ្នកទិញមិនទិញអ្នកលក់ដឹងតែលក់អត់ដាច់ចៃបើសិនជាគាត់លក់អត់ដាច់គាត់នឹងឈប់យកមកលក់អី
ទៅឯងតែម្ដងអញ្ចឹងដូចគ្នាទៅនឹងអ្វីដែលយើងកំពុងធ្វើនឹងអញ្ចឹងរយៈពេលប្រហែលខែដែលប្រទេសកម្ពុជារបស់យើងធ្វើពេលអាការឈប់ប្រើប្រាស់ផលិតផលថៃនិយាយឲ្យត្រង់ទៅគឺថាក្រុមហ៊ុនសហគ្រាសនៅថៃខ្លះហ្នឹងគឺសឹងតែដួលអាលំអស់ហើយមិនមែនខ្ញុំចេះតែហាមាត់និយាយមកថាអូគេចិត្តដួលអាលំគេចិត្តដួលអាលំខ្ញុំអត់មានភ័ស្តុតាងទេមិនបាច់ខ្ញុំនិយាយផងបងប្អូនខ្លះចេះថៃបងប្អូនខ្លះចេះអង់គ្លេសទៅមើលព័ត៌មានដឹងហើយគឺចិត្តអាលំពិតមែនប៉ុន្តែខ្លាចតែពេលគេរៀបអាលំទៅតាក់ហើយយើងភ្លេចខ្លួនយើងត្រឡប់ទៅគ្រប់គ្រងគេវិញលើកនេះគេនឹងរីកសុសសាយដុសដាលសាហាវជាងមុនទៅទៀតអ្វីៗទាំងអស់ត្រូវចាប់ផ្ដើមពីខ្លួនយើងមុនគេបើសិនជាយើងមិនព្រមបញ្ឈប់យើងកុំរំពឹងថាអ្នកផ្សេងគេមកបញ្ឈប់ជំនួសយើងឲ្យសោះសូមបញ្ជាក់ថាអ្វីដែលខ្ញុំបាននិយាយទាំងអស់នេះខ្ញុំនឹងដាក់ link ប្រភពព័ត៌មាននៅក្នុង comment ហើយ pin នៅក្នុង comment នឹងវីដេអូនេះតែម្ដងចាំបងប្អូនណាដែលចង់ឃើញច្បាស់ហ្មងអូថាតើព័ត៌មាននឹងបានប្រភពមកពីណាពីណីចូលទៅមើលនៅក្នុងនឹងតែឃើញហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយ share ចែករំលែកវីដេអូរបស់ខ្ញុំផងអរគុណ